សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូចែករំលែកមួយដែលខ្ញុំបានធ្វើឡើងដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលចង់បាន account Gemini Pro ដើម្បីយកទៅបង្កើតវីដេអូហើយនៅក្នុង clip វីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបភ្ជាប់ account Gemini Pro ប្រើប្រាស់បាន15ខែដោយឥតគិតថ្លៃបាទជំហានដំបូងគឺយើងត្រូវមាន VPN មួយដើម្បីប្រើប្រាស់ហើយយើងអាចបើក VPN នោះឲ្យបដូរ IP ទៅជា IP សហរដ្ឋអាមេរិកឧទាហរណ៍ខ្ញុំមាន VPN ប្រភេទមួយនេះអញ្ចឹងខ្ញុំធ្វើការបើក VPN នេះទៅសហរដ្ឋអាមេរិកគឺខ្ញុំធ្វើការជ្រើសរើសរដ្ឋណាមួយឧទាហរណ៍រដ្ឋ California សហរដ្ឋអាមេរិកបែបនេះជាការស្រេចបន្ទាប់មកទៀតគឺយើងត្រូវមាន fake GPS បើកទៅសហរដ្ឋអាមេរិកដូចគ្នាបាទហើយបន្ទាប់មកគឺយើងត្រូវមាននៅ browser មិនថា browser ណាក៏បានដែរបាទហើយយើងអាចចូលទៅតាមទូរស័ព្ទដៃក៏បានកុំព្យូទ័រក៏បានអូខេហើយបន្ទាប់មកទៀតគឺយើងត្រូវមាន link មួយដែលជា link តំណភ្ជាប់ទៅកាន់account Gemini Pro ដែលអាចប្រើប្រាស់បាន15ខែដោយឥតគិតថ្លៃហើយជាងសូមបញ្ជាក់ប្រសិនបើអត់ចូលទៅតាម link នេះទេគឺអត់ទទួលបាន15ខែដោយឥតគិតថ្លៃទេគឺទទួលបានតែ1ខែតែប៉ុណ្ណោះហើយសម្រាប់បងប្អូនដែលចង់បាន link ទាំងអស់នេះអាចតាក់ទងមកខ្ញុំបានតាម Telegram អូខេអញ្ចឹងយើងធ្វើការ copy link ខាងលើបន្ទាប់មកយើងយកមកផាសនៅលើ browser ហើយយើងធ្វើការចុចស្វែងរកបន្ទាប់មកទៀតយើងនឹងទៅដល់ទម្រង់បែបនេះដែលជាទម្រង់នៃ Gemini Proហើយខ្ញុំសូមបញ្ជាក់នៅត្រង់ចំណុចនេះប្រសិនបើ account Gmail របស់បងប្អូនអត់មានសិទ្ធិនឹងទទួលបាន Gemini Pro ទេគឺគេបញ្ជាក់ប្រាប់យើងហើយថា account របស់យើងគ្មានសិទ្ធិទទួលបាន Gemini Pro ទេដូច្នេះយើងត្រូវតែធ្វើការបង្កើត account Gmail ថ្មីមួយដើម្បីយកមកភ្ជាប់សារជាថ្មីឧទាហរណ៍នៅលើអេក្រង់នេះគឺជា account ដែលខ្ញុំបានភ្ជាប់ Gemini Pro រួចរាល់ហើយដូច្នេះហើយទើបវាចេញពាក្យថា Go to Gemini Pro មកបែបនេះអញ្ចឹងទើបខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នានៅលើ account Gmail ថ្មីមួយទៀតដែលខ្ញុំមិនទាន់បានភ្ជាប់ Gemini Pro អញ្ចឹងខ្ញុំសូមធ្វើការផ្លាស់ប្ដូរ account Gmail របស់ខ្ញុំសិនអូខេបន្ទាប់ពីធ្វើការផ្លាស់ប្ដូរ account Gmail រួចរាល់មកគឺវា load មកបែបនេះបាទអញ្ចឹងបញ្ជាក់ថា account Gmail របស់យើងគឺមានសិទ្ធិនឹងទទួលបាន Gemini Pro ដែលអាចប្រើប្រាស់បាន15ខែដោយឥតគិតថ្លៃយើងអាចអានបាននៅត្រង់ចំណុចទាំងអស់នេះបាទយើងអាចពង្រីកពង្រួមអានមើលគ្រប់ជ្រុងជ្រោយទាំងអស់មើលទៅបាទតើមានចំណុចអ្វីខ្លះនៅត្រង់ចំណុចដែលដាក់សញ្ញា tick ទាំងអស់នេះអូខេបន្ទាប់ពីយើងបានអានមើលរួចជាស្រេចហើយគឺយើងធ្វើការចុច verify នៅខាងក្រោមដើម្បីបន្តទៅខាងមុខទៀតបន្ទាប់មកគឺចេញទម្រង់បែបនេះបាទគឺជាទម្រង់ដែលយើងត្រូវបញ្ជាក់អាសយដ្ឋាន Gmail អញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំបញ្ជាក់មួយទៀតកន្លែងការបញ្ជាក់អាសយដ្ឋាន Gmail នេះគឺយើងមិនត្រូវដាក់ Gmail ដែលយើងកំពុងភ្ជាប់នឹងទេគឺយើងត្រូវដាក់ Gmail សម្រាប់សិស្សនៅសហរដ្ឋអាមេរិកដែលគេទៅបង្កើតថ្មីដែលមានឈ្មោះថា eTemail អញ្ចឹងទេសម្រាប់ eTemail នេះគឺខ្ញុំមាន link សម្រាប់ចូលទៅដូចគ្នាខ្ញុំចូលទៅធ្វើការយក link មកស្វែងរកនៅលើ browser ដូចគ្នាអូខេបន្ទាប់ពីយើងដាក់បញ្ចូល link នឹងទៅយើងធ្វើការស្វែងរកមកយើងនឹងឃើញ website eTemail អញ្ចឹងទេយើងអស់វាមកក្រៅមកដល់ត្រង់ចំណុចនេះគឺយើងត្រូវធ្វើការផ្លាស់ប្ដូរ email ដែលនៅខាងលើនេះឲ្យដែលជា email ប្រភេទមួយទៀតគឺយើងត្រូវធ្វើការផ្លាស់ប្ដូរចុងកន្ទុយរបស់វាគឺយើងត្រូវជ្រើសយកខាងលើគេបន្ទាប់មកគឺវា load ទៅទំព័រដើមហើយយើងធ្វើការអស់មកក្រោមដោយមុនដដែលបន្ទាប់មកយើងធ្វើការ copy email ដើម្បីយកទៅ verify code អូខេពេលដែលយើង copy email បានហើយយើងយកមកដាក់ត្រង់ចំណុចនឹងមកហើយបន្ទាប់មកទៀតយើងធ្វើការចុច verify ហើយបន្ទាប់មកទៀតយើងធ្វើការរងចាំកូដដែលគេផ្ញើទៅ eTemail របស់យើងដែលយើងទើបបង្កើតអំបញ្ញមិញនឹងអញ្ចឹងទៅយើងចូលទៅមើលកន្លែងប្រអប់សារនៅក្នុង eTemail យើងចូលទៅឲ្យអស់មកក្រោមបន្តិចម្ដងមកលុះត្រាតែមកដល់កន្លែងប្រអប់សារដែលមានពាក្យថា inbox អញ្ចឹងយើងនឹងឃើញសារនៅខាងក្រោមបាទយើងចុចចូលត្រង់ចំណុចសារនៅខាងក្រោមនឹងមកហើយយើងធ្វើការអស់មើលមកខាងក្រោមបន្តិចម្ដងយើងនឹងឃើញកូដដែលគេផ្ញើមកហើយយើងទៅលេខនៅមើលខាងលើគឺមានបញ្ជាក់ថ្ងៃខែឆ្នាំនិងម៉ោងពេលវេលាដែលគេបានផ្ញើមកយ៉ាងជាក់បាស់គឺនៅថ្ងៃណាខែណាឆ្នាំណាម៉ោងប៉ុន្មានថ្ងៃទីប៉ុន្មានគឺបញ្ជាក់នៅខាងលើនឹងជាក់បាស់អញ្ចឹងបញ្ជាក់ថាលេខកូដនឹងគឺគេទើបតែផ្ញើមកអំបញ្ញមិនទេគឺជាលេខកូដមួយនឹងហើយដែលយើងត្រូវយកទៅ verify អូខេយើងមើលកូដនឹងទៅហើយចំណាំមើលគ្មានលេខប៉ុន្មានខ្លះយើងចូលមកវិញហើយដាក់លេខកូដនឹងចូលមកធ្វើការបញ្ជាក់ដើម្បីបន្តដំណើរទៅមុខទៀតអូខេមកដល់ត្រង់ចំណុចនេះគឺយើងត្រូវធ្វើការបញ្ចូលនៅការធនាគាររបស់យើងដើម្បីធ្វើការជាវប្រចាំខែនៅ account Gemini Pro របស់យើងហើយខ្ញុំសូមធ្វើការបញ្ជាក់នៅត្រង់ចំណុចនេះផងដែរសម្រាប់ការជាវប្រចាំខែនេះគឺយើងមិនចំណាយថវិកាទេគឺយើងអាចប្រើប្រាស់បាន15ខែដោយឥតគិតថ្លៃបន្ទាប់ពី15ខែនឹងទៅគឺគេត្រូវធ្វើការកាត់លុយប្រចាំខែចេញពីការធនាគាររបស់យើងប្រសិនបើយើងមិនបានផ្ដល់ការជាវនោះទេ
ហើយសម្រាប់ការទូទាត់យើងអាចភ្ជាប់បានជាច្រើនជំរិតដូចជាភ្ជាប់ជាមួយនឹងការធនាគារផ្ទាល់ឬក៏ជាមួយនឹង PayPal account ក៏បានឧទាហរណ៍ខ្ញុំភ្ជាប់ជាមួយនឹងការធនាគារគឺយើងត្រូវជ្រើសរើសការភ្ជាប់ជាមួយកាតអញ្ចឹងនៅត្រង់ចំណុចខាងលើនេះគឺយើងត្រូវដាក់លេខការធនាគាររបស់យើងហើយសម្រាប់ធនាគារគឺយើងអាចប្រើប្រាស់បានជាប្រភេទ Visa Card និង Mastercard យើងអាចមួយណាក៏បានដែរហើយបន្ទាប់មកចំណុចខាងក្រោមគឺយើងត្រូវដាក់ខែឆ្នាំផុតកំណត់ហើយបន្តមកទៀតគឺយើងត្រូវដាក់លេខកូដ3កធុងដែលមាននៅខាងក្រោយកាតរបស់យើងហើយបន្ទាប់មកខាងក្រោមទៀតគឺយើងត្រូវដាក់ឈ្មោះម្ចាស់ការធនាគាររបស់យើងគឺជាឈ្មោះរបស់យើងដែលបានភ្ជាប់គង់ធនាគារនឹងឯងហើយបន្ទាប់មកខាងក្រោមទៀតគឺយើងត្រូវដាក់អាស័យដ្ឋានហើយសម្រាប់អាស័យដ្ឋានយើងត្រូវដាក់អាស័យដ្ឋាននៅសហរដ្ឋអាមេរិកបាទអញ្ចឹងទេសម្រាប់អាស័យដ្ឋានគឺយើងអាចចូលទៅឆែករកនៅក្នុង Google បានតាមរយៈ browser ណាក៏បានដែរហើយអាស័យដ្ឋានសហរដ្ឋអាមេរិកនេះគឺយើងត្រូវយកទាំងទីក្រុងទាំងប្រទេសនិង Swift code ដើម្បីយកមកបញ្ជាក់អាស័យដ្ឋានអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញតតាន់ទៀតទេពីព្រោះថាខ្ញុំបានបង្កើត account Gemini Pro មួយរួចរាល់ហើយខ្ញុំមិនអាចដាស់ការធនាគាររបស់ខ្ញុំទៅកាន់ account ថ្មីផ្សេងមួយទៀតទេសង្ឃឹមថាបងប្អូនអាចនឹងតាមទាន់មកដល់ពេលនេះគឺវាអត់មាននៅអីច្រើនទៀតទេនៅតែបន្តិចទៀតទេគឺបានជោគជ័យហើយគឺយើងត្រូវធ្វើការចុចបញ្ជាក់នៅខាងក្រោមនេះបន្ទាប់ពីយើងធ្វើការបំពេញលេខការធនាគារអាស័យដ្ឋានអីត្រឹមត្រូវរួចរាល់អស់ហើយយើងត្រូវចុចបញ្ជាក់ខាងក្រោមនឹងមកហើយបន្តមកទៀតគឺយើងធ្វើការបញ្ជាក់តែបន្តិចបន្តួចទៀតទេអូខេហើយសម្រាប់វីដេអូនេះដែរគឺខ្ញុំសូមបញ្ចប់តែត្រឹមនឹងទេបាទខ្ញុំអត់បន្តទៅមុខទៀតទេដោយដែលខ្ញុំបានបញ្ជាក់នៅខាងលើអញ្ចឹងបាទអរគុណច្រើនសម្រាប់ការទស្សនាคลิปវីដេអូរបស់ខ្ញុំជួបគ្នាវីដេអូក្រោយបាយបាយ